ព័ត៌មានចុងក្រោយនេះគឺជាការដែលប្រិមិត្តបារម្ភបាទប្រិមិត្តបារម្ភខ្ញុំក៏បារម្ភដែរបាទគឺដែលថាតើរវាងអ្នកនយោបាយដែលបានចុះហត្ថលេខាហើយតើទាហានស្ដាប់ឬមិនស្ដាប់ឥឡូវយើងបានឃើញមួយណាគឺទាហានគាត់ដកបានន័យថាគាត់ស្ដាប់ហើយឥឡូវនេះគឺមានសេចក្តីប្រកាសរបស់ខាងជើងគោកមួយហើយឥឡូវខាងជើងទឹករបស់ថៃនេះក៏ពួក Navy នេះក៏បាននិយាយដែរណាបើយោងតាមកាសែត The Nation ហ្នឹងបាទកាសែត The Nation ហ្នឹងក៏បានគ្រប់គ្រងដែរហើយនៅខាងកម្ពុជាយើងហ្នឹងក៏បានប្រកាសតាមអង្គភាពនីមួយៗគ្រប់គ្រងកិច្ចព្រមព្រៀងនឹងដែរបាទអញ្ចឹងដូច្នេះខ្ញុំសូមដកពីខាងភាគីកម្ពុជាមុនអញ្ចឹងណាបាទដើម្បីឲ្យដឹងសរុបទៅមិនអានទាំងស្រុងទេបើគឺខាងភាគីកម្ពុជាហ្នឹងទៅបាទគ្រប់លំដាប់ថ្នាក់ទាហានតាំងពីនីតិហានពលទាហានមកបាទទាំងជើងគោកអីហ្នឹងគឺគាត់បានសម្ដែងបាទសម្ដែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបាទក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតហើយនិងនាយករដ្ឋមន្ត្រីថៃគឺលោកអនុทิនហ្នឹងគឺដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរដែលមានលោកអាន់វ៉ាអ៊ីប្រាហ៊ីមជាប្រធានប្រវេនបាស៊ានហើយមិនអាចទូនាទីមិនអាចខ្វះបានរបស់លោកដូណាល់ត្រាំណាដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកជាអ្នកព្រួយផ្ដើមនឹងសម្របសម្រួលកិច្ចចរចានឹងបាទអញ្ចឹងជាសរុបមកគឺនៅខាងកម្ពុជាយោធារបស់កម្ពុជាគឺបានចេញសេចក្តីថ្លែងការណ៍គ្រប់គ្រងកិច្ចព្រមព្រៀងនេះបាទវាជារឿងសំខាន់ហើយសម្រាប់ខ្ញុំអត់សូវចម្លែកទេពីព្រោះអីកម្ពុជាតាំងពីដើមដល់រៀងរហូតមកគឺរវាងយោធាកងកម្លាំងប្រដាប់អាវុធហើយជាមួយនឹងអ្នកដឹកនាំនយោបាយការទូតអីហ្នឹងគឺចំហតែមួយនិយាយសម្លេងតែមួយតែអ្វីដែលគួរព្រួយបារម្ភគឺខាងភាគីថៃបាទខាងភាគីថៃពេលឥឡូវនេះគឺថៃក៏បង្ហាញឲ្យដឹងថាទាហានរបស់ថៃក៏គ្រប់គ្រងកិច្ចព្រមព្រៀងនឹងដែរបាទអញ្ចឹងឥឡូវខ្ញុំសូមដកសងទូទេអំពីការផ្សាយរបស់កាសែត The Nation បាទ Nation ហ្នឹងគាត់បានឲ្យដឹងថាបន្ទាប់ពីចុះហត្ថលេខាហ្នឹងក៏មានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់ខាងយោធាផងដែរគឺខាងនៅក្នុងអត្ថបទនេះគឺខាងទាហានជើងទឹករបស់ថៃហ្នឹងគឺពួកគាត់បានសម្ដែងការកោតសរសើរណា express its appreciation បាទសម្ដែងការកោតសរសើរចំពោះការប្រើប្រាស់យន្តការការទូតដែលឆ្លុះបញ្ចាំងឲ្យឃើញនៅការបដិញ្ញាចិត្តរួមគ្នានៃប្រទេសទាំងពីរក្នុងការបន្ធូរបន្ថយនៅភាពតានតឹងខាងផ្នែកយោធាបាទក៏ដូចជាការលើកកម្ពស់នៅស្ថិរភាពនិងសន្តិភាពដោយឈរទៅលើការគោរពគ្នាទៅវិញទៅមកនៅលើនៃឯករាជ្យភាពអធិបតេយ្យភាពគុណភាពនិងបូរណភាពដែនដីក៏ដូចជាអត្តសញ្ញាណជាតិរបស់ពួកគេផងដែរបាទនេះគឺការបញ្ជាក់របស់កាសែតដោយដកស្រង់ខាងប្រភពខាងយោធារបស់ថៃហ្នឹងហើយខាងយោធាជើងទឹកថៃហ្នឹងក៏បានបញ្ជាក់ថារដ្ឋាភិបាលថៃហ្នឹងគឺបានផ្ដល់ជាជាប់ប្រចាំនៅអធិភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដោយមធ្យោបាយសន្តិវិធីចំពោះចំនួនដែលបានចាប់ផ្ដើមនេះបាទឲ្យវាមានភាពធូរស្រាលហើយខាងយោធាថៃយោធាជើងទឹកថៃហ្នឹងក៏បានទទួលស្គាល់អំពីដើមចំនៃបញ្ហាហ្នឹងកើតមានឡើងដូច្នេះទៅដោះស្រាយបញ្ហាហ្នឹងដើម្បីឲ្យមានការឯកភាពគ្នាជាពិសេសទៅលើខាងតំបន់ព្រំដែនក៏ដូចជាធ្វើយ៉ាងណាឲ្យជនស៊ីវិលមានសមត្ថភាពផងដែរហើយនឹងទប់ស្កាត់នៅការផ្សព្វផ្សាយព័ត៌មានคล้ายៗដែលធ្វើឲ្យមានការយល់ច្រឡំទៅគ្នាហើយនឹងបង្កើតឲ្យមាននៅមនោសញ្ចេតនាអវិជ្ជមានចំពោះប្រទេសថៃបាទនេះគាត់ទទួលស្គាល់ថាគឺប្រជាពលរដ្ឋរបស់យើងក៏ខឹងសម្បានឹងថៃផងដែរ